Bên này dây pika bằng card group chat messenger nhằm kết thả bóng bóng dương bị trán và card chỉ chạy hãy phần tay bên này dây pi được đô rụp profile làក្នុង group chat messengerវិញគឺបងប្អូនយើងភាគច្រើនប្រកាសជាមិនទាន់ចេះនៅឡើយទេដូច្នេះសម្រាប់អ្នកដែលមិនទាន់ចេះតោះមកអនុវត្តជាមួយវីដេអូខ្ញុំទាំងអស់គ្នាបាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីគន្លឹះខ្លីមួយទាក់ទងទៅនឹងរបៀបបដូររូប profile នៅក្នុង group chat messenger របស់យើងបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាគិតថាចង់បដូររូប profile នៅក្នុង group chat របស់បងប្អូនទាំងអស់គ្នាប៉ុន្តែបងប្អូនអត់ទាន់ចេះដូរអត់ដឹងថាដូររបៀបម៉េចតោះយើងទៅអនុវត្តទាំងអស់គ្នាអញ្ចឹងជំហានដំបូងយើងចុចបើក app messenger របស់យើងមកបាទបន្ទាប់មកទៀតយើងជ្រើសរើសgroup ណាមួយដែលយើងចង់បដូរមកចំពោះការបដូរនេះឲ្យតែយើងជាសមាជិក group គឺយើងអាចបដូរបានហើយមិនមែនចាំតែ admin នៃ group ហ្នឹងទេឲ្យតែយើងជាសមាជិកនៅក្នុង group ហ្នឹងគឺយើងម្នាក់ណាក៏អាចបដូររូប profile នៅក្នុង group ហ្នឹងបានដែរអូខេតោះអញ្ចឹងខ្ញុំជ្រើសរើសយកgroup មួយនេះចុះបាទខ្ញុំចុចទៅលើ group មួយហ្នឹងបន្ទាប់មកទៀតបងប្អូនត្រូវចុចទៅលើកន្លែងរូប profile នៃ group ឬក៏ចុចលើឈ្មោះក៏បានដែរបាទចេញដូចគ្នាទេអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះសម្រាប់ iPhone គឺវា load ចេញជាទម្រង់បែបនេះបាទវាដាក់ពាក្យថា change name or image ប៉ុន្តែសម្រាប់ Android គឺតើតើយើងចុចទៅលើរូប profile ហ្នឹងមកបានវា load ឲ្យយើងថតរូបថ្មីឬក៏ជ្រើសរើសរូបដែលមានស្រាប់នៅក្នុងទូរស័ព្ទរបស់យើងដោយសារតែឥឡូវនេះខ្ញុំធ្វើនៅលើទូរស័ព្ទដៃ iPhone អញ្ចឹងខ្ញុំត្រូវចុចកន្លែងពាក្យថា change name or image បាទចុចលើហ្នឹងមកបាទបន្ទាប់មកទៀតកន្លែងនេះយើងត្រូវចុចទៅលើពាក្យថា upload បាទចុច upload មកអូខេបន្ទាប់មកទៀតយើងជ្រើសរើសរូបណាមួយដែលយើងចង់តាំងនៅក្នុង group ហ្នឹងមកបាទអញ្ចឹងខ្ញុំយករូបនេះតែម្ដងខ្ញុំចុចទៅលើរូបមួយហ្នឹងបន្ទាប់មកខ្ញុំចុចពាក្យថា choose បាទសម្រាប់ Android ខ្ញុំធ្វើវីដេអូផ្សេងនៅក្នុង channel កណ្ដាល Android ណាបាទអញ្ចឹងវីដេអូនេះគឺសម្រាប់ iPhone អូខេអញ្ចឹងខ្ញុំចុច choose បាទឃើញរូប profile group កន្លែងនេះដូរអត់បាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតយើងគ្រាន់តែចុចពាក្យថា done នៅខាងលើគេខាងស្ដាំមកបាទជាការស្រេចអូខេឥឡូវវាកំពុងតែរៀបចំដូរហើយបាទអូខេទៅពេលដែលរូប profile នឹងដូរវានឹងផ្ញើ notification ទៅក្នុងchat ទាំងមូលតែម្ដងបាទអ្នកដែលជាសមាជិកនៅក្នុង group chat ហ្នឹងគឺប្រកាសជាលុតទៅនៅក្នុង chat ហើយបាទអូខេយើងចុចថយមកតែប៉ុណ្្នឹងទេបាទនេះបាទគេដាក់ថា you change the group photo បាទនេះបើអ្នកណាគេបដូររូប profile group ហ្នឹងគឺគេនឹងដាក់ឈ្មោះអ្នកនឹងនៅកន្លែងហ្នឹងហើយបាទអូខេអញ្ចឹងសម្រាប់យើងខ្លួនឯងគេដាក់ថា you change the group photo បាទអូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូឬក៏បងប្អូនអាចឆាតមកសួរខ្ញុំផ្ទាល់បានអរគុណ